សង្គ្រាមមួយនេះខ្មែរភ័យឬថៃភ័យជាងអ្នកណាក៏ភ័យហើយអ្នកដែលភ័យជាងគេគឺថៃដើម្បីច្រានចោលនៅទំនួលខុសត្រូវក្នុងការសងការខូចខាតមកលើកម្ពុជាថៃប្រើយុទ្ធសាស្ត្រគំរាមបំបែកសាមគ្គីបំបាក់កម្លាំងដោយបញ្ចេញអាវុធទំនើបសឹងតែគ្រប់មុខដើម្បីបង្អួតបង្ហាញនិងកំញាញ់ខ្មែរឲ្យភ័យខ្លាចនិងព្រមចុះចាញ់ថៃផងខ្លួនជ្រៅនឹងការកសាងកំហុសពីចំនួនបិទព្រំដែនឯកតោភាគីដែលដោះស្រាយមិនចេញជាមួយពលរដ្ឋថៃคล้ายជាអ ுக ្រិតកម្មសង្គ្រាមទៅវិញថៃខ្លាចជាងគេគឺអ្នកលោកដៃជួយខ្មែរថៃកំញាញ់ចិនបញ្ចេញអាវុធអាមេរិកកូរ៉េថៃកំញាញ់អាមេរិកធ្វើជាស្និទ្ធស្នាលនឹងចិនធ្វើម៉េចកុំឲ្យមហាអំណាចទាំងពីរជួយខ្មែរបានថៃយកលេសច្រានចោលការចរចាម្ដងហើយម្ដងទៀតព្រោះគេដឹងថាចរចាមិនឈ្នះខ្មែរនឹងកាន់តែបង្ហាញថាគេមិនខ្លាចទាំងចិននិងអាមេរិកព្រោះដើម្បីកុំឲ្យនរណាមួយអាចលូកដៃជួយខ្មែរបានថៃមានប្រយោជន៍ច្រើនឲ្យពួកមហាអំណាចជាងខ្មែរយ៉ាងណាក៏គេត្រូវទុកមុខឲ្យថៃមុនដែរតែយុទ្ធសាស្ត្រសម្លុតគំរាមបង្ហាញបង្អួតសាច់ដុំប្រើសិលវេទមន្តអស់ពីខ្លួននេះគឺយុទ្ធសាស្ត្រអ្នកទល់ច្រកក្នុងសង្គ្រាមប៉ុណ្ណោះទៅមុខក៏មិនកើនទៅក្រោយក៏មិនកើនថៃធ្វើសង្គ្រាមជាមួយខ្មែរបែបវង្វេងផ្លូវមិនមានគោលដៅច្បាស់លាស់វ័យប្រហារទាំងទាហាននិងស៊ីវិលថៃវាយតបថ្មើរជើងខ្មែរមិនបែកវាដូរទៅបំភ័យស៊ីវិលវិញថៃបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាលារៀនសាសនាបូជនីយដ្ឋានពិសេសគឺវាបានផ្លោងប៉ះដល់ប្រាសាទបុរាណដែលជាកំហុសដ៏ធ្ងន់ធ្ងរថៃវាយបណ្ដាលគិតបណ្ដាលគឺកាន់តែជ្រៅទៅកាន់អ ுக ្រិតកម្មសង្គ្រាមឯនៅក្នុងស្រុកថៃវិញគ្រោះធម្មជាតិផងបែកបាក់សាមគ្គីផងនយោបាយមិនច្បាស់លាស់ចលាចលទាំងក្នុងស្រុកផងទាំងអន្តរជាតិផងពាណិជ្ជកម្មការទូតបញ្ហាក្នុងការរៀបចំស៊ីហ្គេមជាពិសេសឧស្សាហកម្មនាំចេញការវិនិយោគក្នុងស្រុកសេដ្ឋកិច្ចថៃដាំក្បាលចុះមិនទាន់ដោះស្រាយឲ្យពលរដ្ឋថៃខ្លួនឯងផងព្រមគ្នានេះដែរក៏ត្រូវដោះស្រាយបញ្ហាសង្គ្រាមជាមួយខ្មែរត្រូវសងការខូចខាតមកខ្មែរផងបាក់មុខលើឆាកអន្តរជាតិផងដូច្នេះហើយទើបថៃផងខ្លួនដល់លែងខ្វល់ពីការខុសច្បាប់សង្គ្រាមអន្តរជាតិអីទៀតហើយគឺធ្វើយ៉ាងណាបំភ័យខ្មែរបំផ្លាញខ្មែរឲ្យខ្មែរខ្លាចសុំចុះចាញ់និងព្រមទទួលខុសហើយថៃអាចរួចពីទំនួលខុសត្រូវលើអ ுக ្រិតកម្មសង្គ្រាមនេះផងនិងយកមុខសម្រាប់ឲ្យពលរដ្ឋគេអស់ចិត្តផងអ្វីដែលថៃគិតមិនដល់ថៃវាយតថ្មើរជើងខ្មែរមិនបែកសោះខ្មែរមិនត្រឹមតែមិនប៉ះពាល់សេដ្ឋកិច្ចច្រើនទេថែមទាំងជំរុញផលិតផលក្នុងស្រុកឲ្យដំណើរការរលូនជាងពេលណាទាំងអស់ខ្មែរសាមគ្គីគ្នាជាទ័ពស្បៀងសម្រាប់កងទ័ពនិងអ្នកភៀសសឹកជួយសម្រួលបន្ទុករាជរដ្ឋាភិបាលទេសចរបរទេសងាកមកចាប់អារម្មណ៍ខ្មែរជាងកាលកន្លងទៅដែលថៃតែងតែបញ្ជាភ្ញៀវមិនឲ្យមកលេងកម្ពុជាកាន់តែល្បីខណៈពេលជាមួយគ្នានឹងការបើកសម្ពោធប្រលានយន្តហោះថ្មីកម្រិត F4 សាមគ្គីផ្ទៃក្នុងខ្មែរកាន់តែរឹងមាំប្រជាជនមានការយល់ដឹងខ្ពស់អត់ធ្មត់យល់ការមិនចលាចលមិនរាថយមិនចោះចាញ់ស៊ូលះបង់សាច់ស្រស់ឈាមស្រស់ការពារទឹកដីនិងកិត្តិយសរបស់ខ្មែរពេលនេះខ្មែរមានតែអត់ធ្មត់ចាំការចរចាបញ្ចប់សង្គ្រាមដោះស្រាយពីតុលាការអន្តរជាតិពន្លត់ស្បែកបិសាចអាស៊ានចេញឲ្យដល់ឆ្អឹងប៉ុណ្ណោះសំណួរចុះបើថៃនៅតែវ័យប្រហារបែបនេះខ្មែរយើងមិនបន្តដៃបាញ់យន្តហោះទម្លាក់ឲ្យអស់ទៅយើងទ្រាំដល់ពេលណាខ្មែរមិនអាចបាញ់យន្តហោះអាមេរិកដោយគ្មានការអនុញ្ញាតពីអាមេរិកនោះទេខ្មែរត្រូវរក្សាខ្លួនឲ្យជាជនរងគ្រោះពិតប្រាកដខ្មែរត្រូវបញ្ជាកុំឲ្យសង្គ្រាមនេះកាន់តែធំទៅព្រោះខ្មែរឆ្អែតនឹងសង្គ្រាមហើយសង្គ្រាមមិនដែលមានអ្នកឈ្នះទេមានតែអ្នកណាខាតច្រើនជាងនិងតិចជាងបើយើងតដៃជ្រុលខ្លាំងទៅដល់ប្រកាសសង្គ្រាមជាមួយថៃនឹងបានលេះយកកម្ពុជាជាកន្លែងសាកអាវុធរបស់គេជាមិនខានថៃមិនអាចទ្រាំនឹងសង្គ្រាមនេះបានយូរទេទាំងចំណាយក្នុងសង្គ្រាមនេះផ្ទាល់មួយថ្ងៃអាចអស់$100 លានអាមេរិកទាំងគ្រោះធម្មជាតិទាំងសេដ្ឋកិច្ចក្នុងស្រុកផងពាណិជ្ជកម្មអន្តរជាតិផងថៃមិនអាចឲ្យសង្គ្រាមនេះអូសបន្លាយបានយូរទេព្រោះវាស៊ូមិនបានមហាអំណាចនិងអន្តរជាតិ
ក៏នឹងមិនឲ្យសង្គ្រាមនេះនៅរ៉ាំរ៉ៃដែរព្រោះចរន្តសេដ្ឋកិច្ចក៏ត្រូវពឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងអស់ផងដែរថៃមិនមែនជារុស្ស៊ីដែលមិនខ្លាចអ្នកណានោះទេថៃគ្រាន់តែជាខ្លាក្រដាស់បើកស្លាប់ដើម្បីបំភ័យឈើគូស KH ប៉ុណ្ណោះអ្វីដែលបងប្អូនត្រូវតែធ្វើនៅពេលនេះគឺត្រៀមខ្លួនរក្សាសុវត្ថិភាពរក្សាផ្លូវចិត្តបញ្ញានិងស្វែងយល់ពីវិធីគ្រប់គ្រងហានិភ័យពេលមានបញ្ហានៅជិតខ្លួនយើងទ្រាំបន្តិចទៀតយើងនឹងប្រសើរឡើងលើសថៃវិញនៅពេលខាងមុខខ្មែរឆ្លងកាត់សង្គ្រាមឆ្អែតហើយខ្មែរធ្លាប់ក្រហូបប្រហុករស់បានដេកក្នុងព្រៃចង់តែអង្រឹងដេកក៏បានខ្មែរជាអ្នកស៊ូខ្លាំងចេះរស់នៅដោយខ្លួនឯងមិនដូចពួកថៃទេសូម្បីតែលិចទឹកដល់ដំបូលហើយសុកចិត្តអត់បាយទុំលើដំបូលចាំរត់គេមកជួយអ្នកបាងកកធ្លាប់ស៊ីឆ្ងាញ់ដេកស្រួលគេទ្រាំមិនបានយូរទេសូមបងប្អូនប្រុងស្មារតីជឿជាក់លើឋានៈដឹកនាំយើងត្រូវរួមគ្នាស្ដារកិត្តិយសយើងមកវិញព្រោះថៃវាបំភ្លៃសឹងតែគ្រប់សារព័ត៌មានយើងជាជនរងគ្រោះពិតប្រាកដថៃត្រូវសងការខូចខាតមកខ្មែរទាំងអស់ចំពោះឧក្រិដ្ឋកម្មសង្គ្រាមមួយនេះ